ចូលមកជីវិតអូនធ្វើអ្វីបើកុំចាក់ចេញបងសម្លាញ់មានដឹងទេបងធ្វើឲ្យអូនរីករាយមួយពេលតែឈឺចាប់យូរអង្វែងចូលមកជីវិតអូនធ្វើអ្វីបើកុំចាក់ចេញបងសម្លាញ់តើមានដឹងទេបងធ្វើឲ្យបេះដូងអូនប្រេះបែកខ្ទេចខ្ទីចង់ប្រាប់ឆាវីថាពេលនេះអូនពិតជាឈឺចាប់ណាទប់អារម្មណ៍ទប់ទឹកភ្នែកលែងជួប្រឹងរំងចិត្តរត់តែឈឺទ្វេអូនពិបាកទ្រាំខ្លាំងណាស់តើមកដឹងទេបាត់បង់មាសមេដូចបាត់គ្រប់អ្វីអ្វីតើតទៅអូនត្រូវរស់បែបណាធ្វើយ៉ាងណាទៅបេះដូងព្រមមានថ្មីធ្លាប់សារលបងតែបរាជ័យក្រៅពីថ្លៃអូនមិនអាចស្រឡាញ់មិនធ្លាប់គិតថានឹងមានថ្ងៃនេះមិនធ្លាប់គិតថាបងនឹងចាក់ចោលអូនព្រោះកន្លងបងតែងតែធ្វើល្អដាក់អូនស្មោះស្ម័គ្រនឹងអូនមិនដែលធ្វើខុសលើស្នេហ៍សុកបងក៏ចាក់ចេញទៅបាត់ហេតុផលមួយម៉ាត់ក៏មិនប្រាប់អូនដែរអូនមិនអងចិត្តសោះមីមេប្រាប់បានតែថាមកពីໄວចូលមកជីវិតអូនធ្វើអ្វីបើកុំចាក់ចេញបងសម្លាញ់មានដឹងទេបងធ្វើឲ្យអូនរីករាយមួយពេលតែឈឺចាប់យូរអង្វែងចូលមកជីវិតអូនធ្វើអ្វីបើកុំចាក់ចេញបងសម្លាញ់តើមានដឹងទេបងធ្វើឲ្យបេះដូងអូនប្រេះបែកខ្ទេចខ្ទីចង់ប្រាប់ឆាវីថាពេលនេះអូនពិតជាឈឺចាប់ណាមិនធ្លាប់គិតថានឹងមានថ្ងៃនេះមិនធ្លាប់គិតថាបងនឹងចាក់ចោលអូនព្រោះកន្លងបងតែងតែធ្វើល្អដាក់អូនស្មោះស្ម័គ្រនឹងអូនមិនដែលធ្វើខុសលើស្នេហ៍សុកបងក៏ចាក់ចេញទៅបាត់ហេតុផលមួយម៉ាត់ក៏មិនប្រាប់អូនដែរអូនមិនអងចិត្តសោះមីមេប្រាប់បានតែថាមកពីໄວចូលមកជីវិតអូនធ្វើអ្វីបើកុំចាក់ចេញបងសម្លាញ់មានដឹងទេបងធ្វើឲ្យអូនរីករាយមួយពេលតែឈឺចាប់យូរអង្វែងចូលមកជីវិតអូនធ្វើអ្វីបើកុំចាក់ចេញបងសម្លាញ់តើមានដឹងទេបងធ្វើឲ្យបេះដូងអូនប្រេះបែកខ្ទេចខ្ទីចង់ប្រាប់ឆាវីថាពេលនេះអូនពិតជាឈឺចាប់ណាចូលមកជីវិតអូនធ្វើអ្វីបើកុំចាក់ចេញបងសម្លាញ់មានដឹងទេបងធ្វើឲ្យអូនរីករាយមួយពេលតែឈឺចាប់យូរអង្វែងចូលមកជីវិតអូនធ្វើអ្វីបើកុំចាក់ចេញបងសម្លាញ់តើមានដឹងទេបងធ្វើឲ្យបេះដូងអូនប្រេះបែកខ្ទេចខ្ទីចង់ប្រាប់ឆាវីថាពេលនេះអូនពិតជាឈឺចាប់ណាចូលមកជីវិតអូនធ្វើអ្វីបើបងគង់តែចាចេញលើកទី1ខ្ញុំខូចចិត្តព្រោះរឿងស្នេហាលើកទី1មានអារម្មណ៍ថាឯកាខ្លាំងលើកទី1បេះដូងយំទឹកភ្នែកស្រក់ហូរចុងផ្ទាំងព្រោះមិនអាចរៀបរៀងខៀងខូចចិត្តសង្សារ
លើកទី1ឈួតចិត្តព្រួងគេដល់ថ្នាក់នឹងលើកទី1ខ្ញុំស្រវឹងព្រមមនុស្សសាវាលើកទី1ស្រែកខ្លាំងខ្លាំងឲ្យបានធូរស្បើយនៅក្នុងអរ៉ាចង់ប្រាប់ថាពេលនេះខ្ញុំពីរបាក់ទ្រាំខ្លាំងណាស់លើកទី1ខ្ញុំឈឺចាប់ខ្លាំងលើកទី1យំលែងខ្មាស់គេលើកទី1ធ្វើចិត្តភ្លាមមិនបានទេព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនមកលើកទី1ខ្ញុំឈឺចាប់ខ្លាំងលើកទី1យំលែងខ្មាស់គេមិនដឹងថាត្រូវចំណាយពេលយូរប៉ុន្មានទេទើបខ្ញុំអាចកាត់ចិត្តបានពីរូបគេបើស្នេហ៍គេខ្លាំងលើកទី1ឈួតចិត្តព្រួងគេដល់ថ្នាក់នឹងលើកទី1ខ្ញុំស្រវឹងព្រមមនុស្សសាវាលើកទី1ស្រែកខ្លាំងខ្លាំងឲ្យបានធូរស្បើយនៅក្នុងអរ៉ាចង់ប្រាប់ថាពេលនេះខ្ញុំពីរបាក់ទ្រាំខ្លាំងណាស់លើកទី1ខ្ញុំឈឺចាប់ខ្លាំងលើកទី1យំលែងខ្មាស់គេលើកទី1ធ្វើចិត្តភ្លាមមិនបានទេព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនមកលើកទី1ខ្ញុំឈឺចាប់ខ្លាំងលើកទី1យំលែងខ្មាស់គេមិនដឹងថាត្រូវចំណាយពេលយូរប៉ុន្មានទេទើបខ្ញុំអាចកាត់ចិត្តបានពីរូបគេបើស្នេហ៍គេខ្លាំងលើកទី1ខ្ញុំឈឺចាប់ខ្លាំងលើកទី1យំលែងខ្មាស់គេលើកទី1ធ្វើចិត្តភ្លាមមិនបានទេព្រោះមិនធ្លាប់ជួបរឿងបែបនេះពីមុនមកលើកទី1ខ្ញុំឈឺចាប់ខ្លាំងលើកទី1យំលែងខ្មាស់គេមិនដឹងថាត្រូវចំណាយពេលយូរប៉ុន្មានទេទើបខ្ញុំអាចកាត់ចិត្តបានពីរូបគេបើស្នេហ៍គេខ្លាំងសង្សារគ្នាសុកបងបែកឆ្វេងបងជ្រើសយកអ្នកផ្សេងបងចោលស្រីបងឲ្យអូនរួងនៅឯកាទឹកនេត្រាហូររាល់ថ្ងៃជឿចាប់ស្ទើរខ្សែទម្រាំអាចកាត់ចិត្តពីបងបានក្មេងស្រីម្នាក់នេះលែងត្រូវការបងទៀតពេលនេះតើបងវិលត្រឡប់វិញធ្វើអ្វីក្រែងអត់ថាគេល្អជាងអូនគេស្រឡាញ់បងជាងស្រីឥឡូវថ្លៃភ្ញាក់ខ្លួនហើយតើមែនដែរទេនេះហើយលទ្ធផលដែលបងស្រីមានក្របពេជ្រនៅក្នុងដៃមិនចេញថែរក្សាបងមកស្ដាយក្រោយនៅពេលនេះគឺហួសពេលហើយណាសង្សារព្រោះថាបេះដូងអូនបានប្រគល់ឲ្យអ្នកផ្សេងហើយនេះហើយលទ្ធផលដែលបងបោះបង់ស្រីហេតុទឹកភ្នែកខ្លួនឯងទៅថ្លៃកំពីក្បត់ស្នេហារវាងគួរ
គាល់គ្នាគេល្អជាងអូនគេស្រឡាញ់បងជាងស្រីឥឡូវថ្លៃភ្ញាក់ខ្លួនហើយតើមែនដែរទេនេះហើយលទ្ធផលដែលបងបោះបង់ស្រីមានក្របពេជ្រនៅក្នុងដៃមិនចេញថែរក្សាបងមកស្ដាយក្រោយនៅពេលនេះគឺហូបព្រោះថាបេះដូងអូនបានប្រគល់ឲ្យអ្នកផ្សេងហើយនេះហើយលទ្ធផលដែលបងបោះបង់ស្រីហេតុទឹកភ្នែកខ្លួនឯងទៅថ្លៃកំពីក្បត់ស្នេហារវាងគួរយ៉ាងទាំងពីរតើតែយ៉ាងឡើងជាសង្សារចាំទុកថាយើងគ្រាន់តែជាមនុស្សធ្លាប់ស្គាល់គ្នានេះហើយលទ្ធផលដែលបោះបង់អូនចោលចង់រកកន្លែងស្ងាត់ហើយស្រែយំបន្ធូរអារម្មណ៍តានទាំងក្នុងចិត្តចង់សម្រាប់អានឹកផ្អាគិតចង់ឲ្យជីវិតបានស្ងប់ស្ងាត់គ្មានអ្នកអាចយល់ពីអារម្មណ៍នេះពីអ្នកដែលធ្លាប់បានឆ្លងកាត់បេះដូងពោពេញទៅដោយវិបត្តិសែនឈឺចាប់តែគ្មានអ្នកណាដឹងក៏ព្រោះគេមិនមែនយើងមិនធ្លាប់ជួបរឿងដូចយើងដូច្នេះគេមិនអាចយល់ច្បាស់ពីយើងទោះបីជាប្រឹងរៀបរាប់យ៉ាងណាក៏ដោយក៏ចុងក្រោយគេនៅតែមិនយល់ដល់ដែរក៏ព្រោះតែគេមិនមែនយើងមិនធ្លាប់ជួបរឿងដូចយើងគេមិនអាចមើលឃើញការឈឺចាប់យើងឡើយផ្ដល់សង្ឃឹមឲ្យខ្លួនឯងរស់ទៅថ្ងៃក្រោយទើបធ្វើឲ្យគ្រប់យ៉ាងប្រែទៅជាល្អគ្មានអ្នកអាចយល់ពីអារម្មណ៍នេះក្រៅពីអ្នកដែលធ្លាប់បានឆ្លងកាត់